កង់3ខ្មែរកូនអ្នកបន្ទាយមានជ័យទើបតែបង្ហាញស្នាដៃលេចចេញជារូបរាងមកថ្មីកំពុងផ្ទុះការចាប់អារម្មណ៍នៅលើបណ្ដាញសង្គមនេះគឺជាកង់3ខ្មែរចំនួនថ្មីដំបូងគេហើយដែលធ្វើចេញពីស្នាដៃកូនខ្មែរអ្នកបន្ទាយមានជ័យ 100% ដែលពេលនេះលេចចេញជារូបរាងមកហើយបំពាក់សុទ្ធតែប្រព័ន្ធសូឡានិងម៉ាស៊ីនហើយអាចសាកថ្មម្ដងជិះដល់300គីឡូម៉ែត្រមិនបារម្ភរឿងអស់ថ្មតាមផ្លូវសំខាន់ជិះលេចទឹកបានទៀតនិងដឹកបានដល់គ្នា6នាក់ឯណោះបើយោងតាមការសាកសួររបស់ខ្ញុំទៅកាន់បងប្រុសឈួនរតនាគាត់បានប្រាប់ថាសម្រាប់កង់3ខ្មែរមួយនេះគឺបានគិតតាំងពីឆ្នាំ2021មកម្លេះហើយការ design រូបរាងខាងក្រៅគឺប្រើប្រាស់ពេលយូរព្រោះចង់បង្កើតឡើងមកឲ្យវាថ្មីនិងមិនឆាប់សាំភ្នែកគាត់ក៏បានប្រាប់ដែរថាការ design នេះគឺធ្វើដោយបងប្រុសណារ៉ាដែលនៅវីដេអូមុនបងប្អូនបានស្គាល់គាត់ហើយគាត់គឺជាអ្នកធ្វើម៉ូតូទឹកដែលមានពណ៌បៃតងនោះឯងដែលធ្វើឡើងចេញពីរោងជាងរបស់លោកពូឈួនសុផាននៅខេត្តបន្ទាយមានជ័យផ្ទាល់តែម្ដងកង់3កូនខ្មែរមួយនេះមានលក្ខណៈពិសេសច្រើនមែនទែនព្រោះថាអាចរត់ចម្ងាយបានដល់300គីឡូម៉ែត្រដោយប្រើប្រាស់ថ្មហើយពេលអស់ថ្មយើងក៏អាចប្រើប្រាស់ម៉ាស៊ីនសាំងមកជំនួសឬបញ្ចូលថ្មតាមរយៈសូឡាបានដូចគ្នាពេលដែលបញ្ឆោតចោលបើមើលទៅលើរូបរាងខាងក្រៅខ្ញុំពេញចិត្តមែនទែនព្រោះទៅលើការ design ប្លែកហើយនិងស្អាតបើបាញ់ថ្នាំថែមទៀតដឹងតែស្អាតជាងនេះហើយជាពិសេសគឺស្នាដៃរបស់អ្នកស្រុកយើង 100% គឺគិតចេញពីបងប្រុសណារ៉ាផ្ទាល់តែម្ដងសម្រាប់បច្ចេកវិទ្យាកង់3នេះគឺប្រើប្រាស់ម៉ូទ័រអគ្គិសនីនិងម៉ាស៊ីនសាំងមួយបំពាក់សូឡា6បន្ទះនៅលើដំបូលមានប្រព័ន្ធការពារជម្រាបទឹកដល់ IP67 ទោះបីជិះនៅលើផ្លូវលិចទឹកខ្លាំងក៏កង់3មួយហ្នឹងអត់រលត់ដែរដែលអាចចុះបានជម្រៅទឹក 0.8 ម៉ែត្រត្រាំទឹកបានចាប់ពី1ម៉ោងទៅ2ម៉ោងដែលអត់ខ្លាចចូលទឹកទេអញ្ចឹងសម្រាប់បងប្អូនដែលជិះកាត់ផ្លូវលិចទឹកខ្លាំងក៏អត់បារម្ភដែរព្រោះថាកង់3មួយនេះគឺមានប្រព័ន្ធការពារជម្រាបទឹកហើយជាពិសេសបងប្អូនទាំងអស់គ្នាក៏អាចធ្វើការសាកភ្លើងជាមួយនឹងភ្លើងដែលយើងប្រើប្រាស់នៅផ្ទះរាល់ថ្ងៃ EDC ហ្នឹងហើយក៏អាចសាកនៅស្ថានីយ៍សាកថ្មល្បឿនលឿនក៏បានដែរបងប្រុសរតនាក៏បានបន្ថែមដែរថាសម្រាប់កង់3នេះនៅពេលដែលយើងប្រើប្រាស់អត់បារម្ភខ្លាចឆក់ទេព្រោះថាវាប្រើប្រាស់តង់ខ្យងទាបមិនដូចជាឡានអគ្គិសនីទូទៅឡើយហើយអគុយរបស់វាវិញគឺអាចប្រើប្រាស់បានដល់20ឆ្នាំឯណោះហើយប្រព័ន្ធហ្វ្រាំងនិងប្រព័ន្ធទប់លំនឹងចង្កូតគឺបំពាក់មកមួយ complete តែម្ដងអញ្ចឹងនេះគឺជាកង់3ដែលបង្កើតឡើងដោយអ្នកបន្ទាយមានជ័យអ្នកស្រុកយើងហើយក៏ជាគំនិតដ៏ល្អមួយផងដែរដែលយើងចាប់ផ្ដើមចេះច្នៃបង្កើតនិងផលិតអីដែលថ្មីឡើងមកការពិតនៅស្រុកយើងមានអ្នកចេះច្រើនមែនទែនគ្រាន់តែអត់ទាន់បង្ហាញអស់តែប៉ុណ្្នឹងឯងសម្រាប់បងប្អូនទាំងអស់គ្នាវិញយកឃើញយ៉ាងណាដែរអរគុណពីខ្ញុំមករាជួបគ្នានៅវីដេអូក្រោយ